សួស្តីបងប្អូនជាទីស្រឡាញ់ចាថ្ងៃនេះខ្ញុំមកឆាក្តៅសាច់គោជាមួយនឹងបន្លែត្រប់សណ្តែកគូហូបទៀតហើយបងប្អូនបន្លែរបស់យើងបានចិត្តសមក់ហាន់រួចរាល់ដាក់កញ្ច្រែងអស់ហើយបងប្អូនគឺមាននៅជីម្រះប្រូក៏បានបេះរួចអស់ហើយឃើញថាជីម្រះប្រូនេះបេះនឹងកន្លែងបងប្អូនសមូរឲ្យក៏អូបទីតបងប្អូនគ្រឿងទេសរបស់យើងដែលត្រូវឆាគឺត្រៀមរួចរាល់អស់ហើយដូច្នេះខ្ញុំចាប់ផ្ដើមឆាគ្រឿងហើយបងប្អូនឆាគ្រឿងឲ្យក្អូបរួចហើយយើងចាប់ផ្ដើមដាក់ស្ករសរួចហើយយើងដាក់ប៊ីចេងបងប្អូនដាក់ប៊ីចេងរួចហើយក៏យើងឆាវាមកបងប្អូនឆាបន្តិចដើម្បីឲ្យវាចូលជាតិនឹងគ្រឿងឆារួចហើយឃើញថាគ្រឿងយើងក្អូបហើយយើងចាប់ផ្ដើមដាក់សាច់មកសាច់នេះរៀងច្រើនដែលបងប្អូនមានតិចទេមួយចានបឹបដែលជាសាច់នេះជាងកន្លះគីឡូអីយ៉ាងច្រើនណាបងប្អូនដោយសារយើងធ្វើមានកូនមានចៅសាច់នេះមានសាច់ទិញខ្លួនឯងទេគឺកូនទិញផ្ញើមកតាំងពីកលែនបងប្អូននៅសាច់គោនេះហើយវីដេអូនេះក៏មានមាញ់ដែរបងប្អូនរំលែទេតាំងពីយូរណាស់ហើយខ្ញុំចេះបានកាត់តចែកជូនបងប្អូនមើលទេឆានេះដោយសារឆាយកទៅវត្តទៅវាយផងទេបានឆាសាច់ច្រើនបងប្អូនក៏ចាប់ផ្ដើមដាក់ទឹកត្រីមកដាក់ទឹកត្រីរួចហើយក៏យើងរំងាស់វាទុកឲ្យវាផុយបន្តិចតណាបងប្អូនអើយសាច់គោរួចហើយក៏យើងដាក់ប្រេងខ្យងមកប្រេងខ្យងក៏រៀងទៅខាប់ចាក់ចង់ចេញទេបងប្អូនអើយបងប្អូនណាខ្លះធ្វើដូចខ្ញុំធ្វើម្ហូបតាមទីការនឹកឃើញរបស់ខ្ញុំទេបងប្អូនហើយសាច់ឃើញថាឆារបស់យើងឆ្អិនហើយចាប់ផ្ដើមដាក់ស្លឹកក្រូចសើចបងប្អូនស្លឹកក្រូចសើចខ្ញុំហាន់រួចហើយក៏ដាក់បន្លែសណ្តែកគូជាមួយនឹងត្រប់មករួចហើយក៏ឆាទៅឆាចុះឆាឡើងត្រឡប់ទៅត្រឡប់មកឲ្យបន្លែយើងនោះវានឹងសាច់នោះវាឆ្អិនដូចគ្នារួចរាល់អស់ហើយក៏យើងទុកផ្ងំវាមួយសន្ទុះមកបងប្អូនរួចហើយក៏បើកមើលឃើញថាម្ហូបឆារបស់យើងឆ្អិនហើយយើងចាប់ផ្ដើមដាក់ស្លឹកម្រះព្រៅបងប្អូនស្លឹកម្រះព្រៅនេះនិយាយពីថាក្អូបឈ្ងុយបងប្អូនប៉ុណ្ណេះបានកើតជាឆាក្តៅហើយបងប្អូនក្លាយជាឆាក្តៅសាច់គោជាមួយនឹងបន្លែសណ្តែកគោនិងបន្លែត្រប់ក៏បងម្រះព្រៅទៅក៏ក្លាយជាឆាក្តៅបងប្អូនលាយឡំនឹងម្ទេសមួយទៅនិយាយពីថាទំនួងជាតិសាហាវបងប្អូនអើយម្ហូបអាហាររបស់យើងឃើញថាឆ្អិនហើយទំនួងអត់បងប្អូនមានបាយមានសន្លវីដេអូយើងក៏ឈានដល់ទីបញ្ចប់ហើយបងអូនក៏សូមជូនពរបងអូនដែលបានទស្សនាវីដេអូនាងខ្ញុំឲ្យជួបតែសេចក្តីសុខ